ស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះជួបជាមួយខ្ញុំអាឈិនទៀតហើយថ្ងៃនេះខ្ញុំលើកយករឿងស្នេហ៍ងប់ងល់ពីភាគជាប់គ្នាយកមកសម្រាប់ជូនអ្នកទាំងអស់គ្នាដើមរឿងមកគឺនៅពេលដែល JE គាត់ចេញពីផ្ទះថេសួរទៅកាន់ JE ថាបងតាណានឹង JE អ្នកទាំងអស់គ្នាឃើញមុខ JE ហើយអ្នកទាំងអស់គ្នាក៏ថាមុខដូចថេអត់ខ្ញុំក៏ថាអត់ដូចសោះ JE ឆ្លើយទៅថេវិញថាជីវិតឯងនឹងមិនរីករាយទេនៅពេលដែលឯងរស់នៅដែលគ្មានអ្វីនោះខ្ញុំគ្រាន់តែទៅទទួលសំណើអាក្រក់របស់ខ្ញុំតែប៉ុណ្ណោះតើគាត់កើតអីគាត់នឹង4ថ្ងៃមុន JE បានចាកចេញពីផ្ទះដោយបន្សល់ទុកតែពាក្យប្រមាណមកតែប៉ុណ្ណោះកាត់មកនៅពេលបច្ចុប្បន្នវិញនៅពេលដែលពូឆាងអ៊ីនចង់ឲ្យថេអ៊ីទៅនៅជាមួយគាត់ថេសួរទៅពូឆាងអ៊ីនថាហេតុអ្វីបានជាពូចង់បានកូនភ្លាមអញ្ចឹងហើយពូចង់យកខ្ញុំទៅណាពូឆាងអ៊ីនឆ្លើយទៅថេវិញថាខ្ញុំមិនត្រូវការមានកូននោះទេអ្វីដែលខ្ញុំចង់និយាយនោះគឺខ្ញុំត្រូវការមនុស្សដែលមានប្រយោជន៍ឯងគឺជាមនុស្សដែលមានការតស៊ូមិនថាឯងទៅទីណានោះទេក្នុងរយៈពេល6ខែមកនេះនាយករបស់យើងបានទៅសហការជាមួយនឹងសហរដ្ឋអាមេរិកហើយនាយករងទាំងពីររូបដែលនៅក្រោមបង្គាប់របស់គាត់កំពុងតែប្រយុទ្ធគ្នាដើម្បីទទួលបានមុខតំណែងរបស់គាត់ចឹងហើយខ្ញុំត្រូវតែជួយម្នាក់ក្នុងចំណោមពួកគេឲ្យឡើងធ្វើជានាយកអ្វីដែលខ្ញុំចង់និយាយនោះគឺឆាប់នេះនឹងមានការប្រយុទ្ធដ៏ធំមួយនៅកន្លែងរបស់ខ្ញុំជាមិនខានហើយខ្ញុំត្រូវការមនុស្សម្នាក់ដើម្បីស្ថិតនៅកណ្ដាលសមរភូមិនោះតើខ្ញុំសុំអត់ទៅបានហ่าសំណាងរបស់ខ្ញុំពិតជាអាក្រក់ខ្លាំងណាស់មិនអាចទេឯងគឺជាកូនប្រុសរបស់យើងខ្ញុំពិតជាមិនចង់ទៅមែនណាលោកប៉ាខ្ញុំគ្រាន់តែជាកូនប្រុសដ៏អកតញ្ញូម្នាក់តែប៉ុណ្ណោះនិយាយបានប៉ុណ្ណឹងថេក៏ស៊ីម្ដាយឬសុទ្ធតែអាវមិនបានពូវាយខ្ញុំអញ្ចឹងយើងកំពុងតែជួយឯងនឹងហើយក្រែងឯងទៅតែត្រូវគេដេញចេញពីជួរកងទ័ពមិនអញ្ចឹងតើឯងចង់នៅដេកផ្ទះអត់ប្រយោជន៍អញ្ចឹងមែនឯងសំទៅត្រូវបានដាក់ថែមទៀតទេអូយបានហើយពូឈឺពេលនេះថេក៏បានគិតដល់ពេលសម្ដីដែលចែអ៊ីននិយាយថាគាត់គ្រាន់តែចង់ទៅទទួលសំណើក្រក់របស់គាត់អីចឹងណាតែសំណើក្រក់ជាអីទៅគាត់ទៅរកសំណើក្រក់តែគាត់ចង់បានអីថាម៉េចខ្ញុំឆ្ងល់ណាស់ហេតុអ្វីបានជាខ្ញុំត្រូវគេដេញចេញតែដែលខ្ញុំនៅមានពេលវេលានៅបម្រើកងទ័ពទៀតនោះតើពូអាចជួយខ្ញុំបានអត់ប្រកាសណាស់ JE បានប្រាប់ខ្ញុំថាប្អូនប្រុសរបស់គេបានយំនៅជួរកងទ័ពដោយសារតែរាងកាយនិងផ្លូវចិត្តរបស់គេត្រូវបានធ្វើបាបយ៉ាងខ្លាំងវាមិនដល់ថ្នាក់ហ្នឹងទេកុំនិយាយពីលើសពេកវាពិតជាសំណាងអាក្រក់ខ្លាំងតែនេះក៏ជាបញ្ហាដែលខ្ញុំមិនចង់ចូលទៅជួរយោធាវិញដែរពូឆាំងអ៊ីនហៅវាថាជាកន្លែងតស៊ូតែវាក៏ជាកន្លែងដែលគាត់ធ្វើការផងដែរវាពិតជាមិនខុសពីជួរកងទ័ពទេខ្ញុំពិតជាមិនចង់ទៅនឹងម្ដងទៀតទេពូឆាំងអ៊ីនពូគួរតែដឹងហើយថាខ្ញុំមិនអាចធ្វើវាបានទេឯងគួរតែរកហេតុផលមួយដើម្បីបង្ហាញខ្ញុំថាឯងពិតជាមិនអាចធ្វើបាននោះបើឯងរកហេតុផលសមរម្យយើងនឹងរកអ្នកផ្សេងមកជំនួសវិញពូគួរតែដឹងពីហេតុផលរបស់ខ្ញុំហើយយើងនឹងឯងតើគាត់កំពុងតែគិតអីនោះគាត់និយាយថាគាត់អាចរកមនុស្សផ្សេងជំនួសខ្ញុំបានមកពីខ្ញុំដូច JE តែដងហេតុផលទី1នោះគឺខ្ញុំមិនចូលចិត្តយោធានោះទេហើយខ្ញុំក៏ចង់មានភាពឯកជនផ្ទាល់ខ្លួនដែរខ្ញុំបានចំណាយពេលនៅទីនោះយូរពេកហើយពួកយើងមិនមែនជាជួរយោធាទេពួកយើងគ្រាន់តែផ្ដោតខ្លាំងលើការហាត់កាយសម្បទាហើយនឹងប្រព័ន្ធនៃការរស់នៅរបស់ពួកយើងគឺខុសគ្នាពីពួកយោធាឯងអាចហៅពួកយើងថាកងកម្លាំងសម្ងាត់ក៏បានព្រោះពួកយើងតែងតែដោះស្រាយនៅរឿងសម្ងាត់ប៉ុន្តែពួកយើងមិនមែនជាអ្នកកាន់អំណាចនោះទេតែខ្ញុំមិនអាចទៅមន្ទីរពេទ្យបានទៀងទាត់ទេហើយជង្គង់របស់ខ្ញុំតែងតែឈឺហើយឲ្យតែពេលមេឃភ្លៀងដឹងតែខ្ញុំមានអារម្មណ៍មិនស្រួលហ្មងគ្មានអ្នកណាមិនកាត់អីនោះទេអ្នកខ្លះត្រូវគ្រាំអ្នកខ្លះបាក់ឆ្អឹងតែមានហេតុផលអីទៀតអត់ខ្ញុំពិតជាមិនអាចធ្វើតាមតម្រូវការរបស់ពូបានទេខ្ញុំគ្មានជំនាញខ្ញុំគ្មានទេពកោសល្យអ្វីទាំងអស់ហេតុអ្វីបានជាពូមកខ្ញុំបែបនេះអ្វីដែលខ្ញុំត្រូវការនោះគឺអ្នកដែលធ្វើការបានល្អខ្ញុំគិតថាឯងអាចធ្វើវាបានខ្ញុំជឿជាក់លើឯងខ្ញុំបានមើលឯកសារថ្មីរបស់ឯងនិងព័ត៌មាននៅពេលដែលឯងចូលសាលាហើយខ្ញុំប្រកាសថាឯងអាចធ្វើវាបានខ្ញុំជឿជាក់លើឯងចុងថេតើពូច្បាស់អត់ហ្នឹងហើយច្បាស់ចាស់ហ្មងឯងប្រកាសជាមានសមត្ថភាពអាចធ្វើវាបានខ្ញុំជឿជាក់លើឯងតើពូចង់ឲ្យខ្ញុំធ្វើវាយ៉ាងម៉េចតើឯងសម្រេចចិត្តច្បាស់ហើយមែនទេបាទខ្ញុំសម្រេចចិត្តរួចហើយគឺខ្ញុំយល់ព្រមទៅគ្មានអ្វីដែលត្រូវខកចិត្តទេខ្ញុំគិតថាវាជាសំណើរបស់ឯងទៅវិញទេណាចុងថេអ្វីដែលឯងធ្វើគឺធ្វើដើម្បីរស់វាអាស្រ័យលើពីវិបត្តិដែលឯងនិយាយបានថាវិចារណញ្ញាណបន្ទាប់ពីរៀនចប់វិទ្យាល័យខ្លួនរបស់ខ្ញុំហុំព័ទ្ធដោយក្លិនមនុស្សប្រុសនិងកំភ្លើង
ហើយវាមិនទាន់ដល់ដំណាក់កាលនៃជីវិតនិងសេចក្តីស្លាប់ទេវាគ្រាន់តែជាការហ្វឹកហាត់ប៉ុណ្ណោះថាអ្វីដែលពូឆាយម្ដងដើរគឺនៅលើបន្ទាត់នៃសេចក្តីស្លាប់និងជីវិតមែនទេខ្ញុំមិនដែលជួបវាពីមុនមកទេអ្វីដែលខ្ញុំត្រូវស្លាប់វាមិនមែនជាគ្រោះថ្នាក់នោះទេវាគ្រាន់តែជាបាតុភូហេតុកើតឡើងដោយចៃដន្យប៉ុណ្ណោះខ្ញុំដឹងអ្វីដែលពូឆាងនិយាយប្រាប់ហើយប៉ុន្តែគឺថាចឹងតើឯងមានហេតុផលអីទៀតអត់ហាបាទតើឯងមានហេតុផលអីផ្សេងទៀតអត់ពេលគាត់ធ្វើចឹងទៅពិតជាដូចចៃអ៊ីខ្លាំងណាស់ការមកមើលនៅពេលដែលថេនៅជួរកងទ័ពមានបរិបម្នាក់និយាយថាតើឯងដឹងទេអាម្នាក់នេះគឺជាមនុស្សប្រុសដែលស្រឡាញ់ភេទដូចគ្នាអូយវាពិតជាគួរឲ្យខ្ពើមខ្លាំងណាស់កុំឲ្យយើងឃើញមុខឯងសពមិនអញ្ចឹងទេយើងនឹងសម្លាប់ឯងចោលមិនខានទេបានហើយឲ្យគេទៅតែវាមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ខ្ញុំក្នុងការនៅជាមួយមនុស្សប្រុសទាំងនោះហាគ្រោះថ្នាក់ពីណាគេគ្រោះថ្នាក់ខ្ញុំចង់បានន័យថាប្រសិនជាខ្ញុំជួបគ្រោះថ្នាក់នៅទីនោះហេតុអីតើឯងខ្លាចគេរំលោភឯងនៅទីហ្នឹងមែនបានហើយខ្ញុំគ្មានអីអញ្ចឹងទេត្រូវហើយខ្ញុំនឹងចាំមើលថាឯងអាចមានសមត្ថភាពនៅលើគេបានទេបើឯងចង់នៅលើគេឯងត្រូវតែមានកម្លាំងខ្លាំងអីគេខ្ញុំត្រូវតែមានកម្លាំងខ្លាំងអញ្ចឹងហើយឥឡូវនេះឯងអស់ហេតុផលហើយមែន6 ខែបន្ទាប់មកឯងនឹងមានសេរីភាពធ្វើអ្វីដែលឯងចង់ធ្វើឯងចង់ឈប់ឬចង់ធ្វើការនៅទីនេះបន្តគឺការសម្រេចចិត្តរបស់ឯងបើជាឯងលាឈប់ក៏ដោយក៏ពួកយើងនឹងមានការងារដើម្បីឯងធ្វើឯងមិនចាំបាច់ព្រួយបារម្ភអំពីការរកការងារថ្មីនោះទេខ្ញុំគ្មានផ្លូវដើម្បីរត់គេចទេឯងនឹងមិនមានបញ្ហាក្នុងការសម្រេចចិត្តធ្វើវានោះទេមុខតំណែងនៅក្នុងអង្គការរបស់យើងគឺធ្វើឲ្យឯងមានបទពិសោធន៍ធ្វើការដ៏អស្ចារ្យមិនចាំបាច់ឆ្ងល់ទេហេតុអ្វីបានខ្ញុំមានអារម្មណ៍ថាមិនល្អតាំងពីព្រឹកមកម្ល៉េះចិត្តមានរឿងត្រូវធ្វើទៀតហើយខ្ញុំនៅទីនោះមានអ្វីៗគ្រប់យ៉ាងហើយអញខ្ចប់តែរបស់ណាដែលមានប្រយោជន៍ទៅបានហើយដឹងហើយខ្ញុំមិនដឹងថាពូរបស់ខ្ញុំគាត់គិតយ៉ាងណាទេនៅពេលដែលគាត់រើសខ្ញុំប្រហែលមកពីវិចារណញ្ញាណរបស់ខ្ញុំទៅដល់ការមកមើលអាកាសយានដ្ឋានហុងកុងមកតាមខ្ញុំមកបន្តិចទៀតនឹងមានមនុស្សមកទទួលពួកយើងហើយអូនោះគាត់មកដល់ហើយតែគាត់ជាអ្នកណាអរគុណអូត្រូវហើយតើឯងមានបានយកលិខិតផ្សព្វផ្សាយរបស់ខ្ញុំមកទេខ្ញុំគិតថាគេម្នាក់នេះមិនដូចជាអ្នកបើកបរធម្មតាទេយកទៅមើលទៅឯងប្រហែលជាដឹងពីទីនេះខ្លះៗហើយដោយសារតែ JE ក៏ធ្លាប់ធ្វើការនៅទីនេះដែរអង្គការអភិវឌ្ឍធនធានមនុស្សរបស់សហរដ្ឋប្រជាជាតិជាអង្គការអភិវឌ្ឍធនធានមនុស្សឲ្យមានសមត្ថភាពតាមរយៈការបណ្ដុះបណ្ដាលនិងអភិវឌ្ឍមនុស្សដែលមានទេពកោសល្យនិងអាចជួយស្ថាប័នផ្សេងៗបានពួកយើងត្រូវបានបង្កើតឡើងនៅឆ្នាំ1946និងត្រូវបានគេហៅថា UNHRDO ក្នុងនាមជាអង្គការដែលមិនត្រូវការប្រាក់ចំណេញពួកយើងបានប្តេជ្ញាចិត្តបញ្ជូននិងចែកចាយមនុស្សដែលមានទេពកោសល្យទៅកាន់វិស័យផ្សេងៗនៅទីស្នាក់ការកណ្ដាលដែលជាកន្លែងសំខាន់របស់អង្គការមើលទៅដូចជាគ្មានព័ត៌មានណាដែលមានប្រយោជន៍សោះតែឯងមើលទៅគឺវាដូចជាក្រដាសពណ៌សដែលគ្មានប្រយោជន៍មែនទេហ្នឹងហើយតើ JE ធ្លាប់ធ្វើការនៅទីស្នាក់ការកណ្ដាលរបស់សហរដ្ឋអាមេរិកមែនទេ JE មែនហើយគេពិតជាឆ្លាតនិងពូកែខ្លាំងណាស់ HQ នៅតែចង់ឲ្យគេបន្តធ្វើការនៅទីនោះតើទីស្នាក់ការក្នុងតំបន់នឹងបែងចែកយ៉ាងម៉េចដែរវាមិនតឹងរ៉ឹងខ្លាំងពេកនោះទេប៉ុន្តែធម្មតាវាគឺបែបនេះ HQ គឺជាអ្នកស្រាវជ្រាវប្រសិនបើឯងមានរាងកាយមិនល្អឯងអាចធ្វើការនៅទីនោះបានប្រសិនបើឯងឆ្លាតតែឯងត្រូវតែហាត់សមដើម្បីឯងអាចធ្វើការនៅទីនោះវាអាចធ្វើឲ្យឯងអាចការពារខ្លួនឯងបាននិយាយឲ្យសាមញ្ញទៅយើងមានគោលបំណងបណ្ដុះបណ្ដាលធនធានមនុស្សតែខ្ញុំគិតថាខ្ញុំមិនអាចចុះសម្រុងជាមួយមនុស្សនៅទីនោះទេកុំបារម្ភអីបន្ទាប់ពីឯងហ្វឹកហាត់ពី3 ខែឯងនឹងអាចធ្វើការនៅទីនោះបានឯងមើលទៅប្រុសនៅក្នុងខេត្តតបាននោះទៅតើគេជាថៃបរបស់ឯងទេថៃបរបស់ខ្ញុំមិនចូលចិត្តមនុស្សប្រុសដែលមានមាឌធំជាងខ្ញុំនោះទេថៃបរបស់ខ្ញុំគឺជាប្រភេទមនុស្សទន់ភ្លន់ហើយមានក្លិនសាប៊ូឬក្លិនទឹកដោះគោថេអ៊ីឯងប្រកាសជាធ្វើខុសច្បាប់ប្រទេសហើយណាបើសិនជាឯងមានអីជាមួយនឹងអតិថិជននោះអញ្ចឹងតើពូចង់យកខ្ញុំទៅធ្វើអីទៅតាមពិតទៅច្បាប់របស់ប្រទេសយើងនឹងមិនអនុវត្តវានៅក្នុងតំបន់របស់យើងទេហើយនៅក្នុងតំបន់របស់យើងក៏គ្មានអតិថិជនដែរឯងគួរតែកាត់ចិត្តទៅហើយទៅរកអ្នកផ្សេងហើយទៅខ្ញុំមិនចាប់អារម្មណ៍ទេអូទៅហើយប្រសិនជាពូអាយុក្មេងជាងនេះ20ឆ្នាំពូប្រហែលជាថែបរបស់ខ្ញុំទឹកមុខរបស់ពូឆាងអ៊ីមគ្រាន់តែលឺហើយកៀងឲ្យវិចារហ្មងនៅក្នុងឡានប្រហែលជាស្ងាត់ឆាំងដោយសារតែពាក្យសម្ដីដែលថេបាននិយាយមិញហ្នឹងកាលណាមកនៅពេលដែលពូគេជិះមកដល់កន្លែងពួកយើងមកដល់ហើយទីនេះគឺជាកំពង់ផែតើទីតាំងមូលដ្ឋានរបស់ពូនៅទីនេះមែនទេចឹងតើយើងមកទីនេះធ្វើអីយើងត្រូវធ្វើដំណើរតាមកប៉ាល់ម្ដងទៀតតើទីនោះមិនមែននៅម៉ាកាវទេមែនទេ
ស្ដាប់មើលទៅទីនេះដូចជាកន្លែងការពារអក្រិតជនឲ្យរត់គេចខ្លួនចឹងខ្ញុំក៏មិនប្រកាសថាវាមិនមែនបែបហ្នឹងនោះដែរឯងនឹងអាចសម្រាកបាននៅរៀងរាល់សប្តាហ៍ចាប់ពីម៉ោង 5 ល្ងាចថ្ងៃសុក្រនិងដល់ម៉ោង 5 ល្ងាចថ្ងៃអាទិត្យនៅទីនោះក៏មានទូកដែរបើឯងអត់សុខឯងអាចទៅកោះនៅហុងកុងបានអូត្រូវហើយខ្ញុំក៏គិតថាឯងនឹងអាចចេញទៅក្រៅនៅខែបន្ទាប់បានទេការបណ្ដុះបណ្ដាលរួមគ្នាជាមួយនឹងពួកអឺរ៉ុបនឹងចាប់ផ្ដើមរយៈពេល2សប្តាហ៍ខាងមុខនេះហើយថាម៉េចមិនឲ្យចេញក្រៅតើពួកយើងត្រូវរួមគ្នាជាមួយនឹងពួកអឺរ៉ុបធ្វើអីតើដើម្បីបង្កើតមិត្តភាពតើមែនទេមិនមែនចឹងទេតើប្រទេសផ្សេងទៀតមានលក្ខណៈយ៉ាងម៉េចដែរតើពួកគេខុសគ្នាយ៉ាងណាវិធីសាស្ត្របណ្ដុះបណ្ដាលរបស់ពួកយើងគឺដូចគ្នាទាំងអស់ពេលខ្លះពួកយើងថែមទាំងផ្លាស់ប្ដូរមនុស្សពីរនាក់នៅតំបន់ផ្សេងៗឬនៅតាមប្រទេសផងដែរប៉ុន្តែបរិយាកាសរស់នៅគឺខុសគ្នាពីតំបន់នីមួយៗដូចជាមនុស្សប្រុសនៅអាមេរិកខាងត្បូងពួកគេមានលក្ខណៈចម្លែកៗហើយនៅតំបន់អាហ្វ្រិកវិញពួកគេមិនអាចទាយទុកមុនបានទេចំណែកនៅតំបន់អូស្ត្រាលីវិញពួកគេរស់នៅស្អាតបាតណាស់រីឯខាងតំបន់អឺរ៉ុបវិញគឺរស់នៅអាក្រក់ខ្លាំងណាស់ហើយពួកនៅតំបន់អឺរ៉ុបនាំគ្នាខំគ្នាដូចឆ្កែឆ្មាចឹងប៉ុន្តែពួកនិយាយថាពួកយើងគ្រាន់តែធ្វើការហ្វឹកហាត់ជាមួយពួកគេមិនចឹងត្រូវហើយតែពួកយើងត្រូវហ្វឹកហាត់ជាមួយពួកគេមួយឆ្នាំម្ដងហើយក៏ត្រូវមានការប្រកួតបង្ហូរឈាមផងដែរហើយវាពិតជាល្អមើលខ្លាំងណាស់ថេរគិតថាមើលទៅគាត់ដូចជារីករាយនឹងការធ្វើបែបនេះណាទឹកមុខនិងបុគ្គលិកលក្ខណៈនៅពេលដែលគាត់នៅលើយន្តហោះគឺខុសគ្នាខ្លាំងណាស់តើពូយកខ្ញុំមកធ្វើទរណកម្មមែនទេប្រាប់ខ្ញុំមកតើពូស្អប់ខ្ញុំណាស់មែនទេបានហើយកុំឆោតពេកអូហើយមានរឿងមួយទៀតដែលខ្ញុំចង់ដឹងតើខ្ញុំគួរហៅពូថាម៉េចនៅពេលដែលខ្ញុំទៅដល់ទីនោះឯងអាចហៅខ្ញុំថាគ្រូបង្វឹកជុងឆាងអ៊ិនឬក៏ឯងអាចហៅខ្ញុំបានថាគ្រូបង្វឹកក៏បានដែរគ្រូបង្វឹកតើនេះជាអគារនៅតំបន់អាស៊ីឬត្រូវហើយវាមើលទៅសាមញ្ញណាស់មែនទេអញ្ចឹងរូបភាពអគារនិងកន្លែងបណ្ដុះបណ្ដាលល្អៗគឺជារូបភាពคล้ายៗមែនទេអូខ្ញុំភ្លេចប្រាប់ឯងនោះគឺជាទីស្នាក់ការកណ្ដាលរបស់សហរដ្ឋអាមេរិកទេពូអត់បានប្រាប់ខ្ញុំផងនៅទីនេះមានមនុស្សតិចតួចទេហើយពួកគេកំពុងហ្វឹកហាត់នៅខាងក្នុងពូបាននិយាយថាមានមនុស្សរស់នៅជាង100នាក់ចុះពួកគេរាល់គ្នាញ៉ាំនិងគេងនៅទីណាអូនៅទីនេះមានជាន់ក្រោមដីចំនួន7ជាន់ជាន់នីមួយៗប្រហែល 6,611 ម៉ែត្រការ៉េខ្ញុំមិនអាចនិយាយថាវាធំនោះទេប៉ុន្តែវាធំល្មមសម្រាប់មនុស្ស100នាក់ដើម្បីរស់នៅដោយគ្មានបញ្ហាអ្វីទាំងអស់តើកោះដែលតូចបែបនេះអាចទៅរួចដែរហើយឯងលោកគ្រូតើឯងទំនេរទេអូខ្ញុំមិនទំនេរទេខ្ញុំចេញមកក្រៅដើម្បីជួបបរិយាតើយ៉ាងណាក៏គ្រាន់បើជាងនៅជាមួយជួរកងទ័ពពីមុនដែរនៅទីនេះសូមស្វាគមន៍ឯងជួយមើលថែគេផងជួយនាំគេទៅបន្ទប់ចាស់របស់គីយូមីផងគេគឺជាអ្នកមកថ្មីអញ្ចឹងហើយឯងជួយណែនាំគេឲ្យអ្នកផ្សេងស្គាល់ផងបានខ្ញុំត្រឡប់ទៅវិញហើយចុងថេអ៊ីកុំប្រញាប់ស្លាប់ពេកណានេះមិនមែនជាកន្លែងដែលគ្រប់គ្រងដោយច្បាប់ធម្មតាទេគ្មានផ្លូវដែលអ្នកទន់ខ្សោយអាចតស៊ូប្រយុទ្ធប្រឆាំងនឹងភាពអយុត្តិធម៌ទេហើយវាអាស្រ័យទៅលើមនុស្សម្នាក់នោះដែលអាចរួចផុតពីការស្លាប់របស់មនុស្សនៅទីនោះបានទេថាម៉េចជប់សិនពូក៏តែប្រាប់ខ្ញុំមុននឹងនាំខ្ញុំមកទីនេះទោះបីជាខ្ញុំប្រាប់ឯងក៏ដោយក៏លទ្ធផលនៅតែដដែលនោះខ្ញុំនឹងប្រើវិចារណញ្ញាណរបស់ខ្ញុំឲ្យដូចជាពូនិយាយថាខ្ញុំត្រូវតែរស់រានមានជីវិតហើយប្រសិនបើខ្ញុំស្លាប់ពូកុំភ្លេចមកយកឆ្អឹងរបស់ខ្ញុំផងបាទចាំពូមកទទួលឆ្អឹងតើពូចង់ដាក់បណ្ដាសាខ្ញុំឆាប់ស្លាប់មែនទេតើពូមិនចង់ជួយពូខ្ញុំបន្តិចទេអីតែយ៉ាងណាក៏ដោយក៏វាល្អក្នុងការការពារឯងដែរខ្ញុំក្រឡេកទៅមើលពូរបស់ខ្ញុំដែលបានដើរទៅយ៉ាងឆ្ងាយខ្ញុំពិតជាចរណែននឹងបងប្រុសខ្ញុំខ្លាំងណាស់គាត់ពិតជាសំណាងខ្លាំងណាស់ព្រះអើយខ្ញុំមិនដឹងថាជីវិតរបស់ខ្ញុំនឹងទៅជាយ៉ាងណាទេឥឡូវនេះភាគ2ភាគ3បានចប់សំណឹងឯណាអ្នកទាំងអស់គ្នាចូលចុច Subscribe និងចុចសញ្ញាកណ្ដឹងដើម្បីបានវីដេអូថ្មីៗផងហើយកុំភ្លេចចុច Like ផងណាបាយបាយ